បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនតើតើអំពី page ដែលវាលោតចេញពណ៌ក្រហមបែបនេះបាទអានេះវាស្ថិតនៅក្នុងដំណាក់កាលមួយដែលស្ថិតនៅក្នុងអាចនិយាយបានថាចិត្តចុងក្រោយណានៅចុងក្រោយបន្តិចទៀតគឺ page ហ្នឹងគឺនឹងបាត់បង់តែម្ដងហើយនឹងលេខឃើញនៅក្នុង Facebook តែម្ដងអញ្ចឹងតើតើជាមួយវីដេអូមួយនេះខ្ញុំបង្ហាញបងប្អូនអំពីមូលហេតុដែលធ្វើឲ្យ pageមួយហ្នឹងវាចេញរីកពណ៌ក្រហមហ្នឹងទី1ទី2ខ្ញុំនឹងបង្ហាញបងប្អូនតាក់ទងអំពីប្រសេសរបស់វាមុននឹងចេញពណ៌ក្រហមហ្នឹងតើវាឆ្លងកាត់ពណ៌អីខ្លះបាទទី2ហើយសម្រាប់ទី3តាក់ទងអំពីផលប៉ះពាល់អញ្ចឹងបើសិនជាករណី page របស់បងប្អូនវាចេញពណ៌ក្រហមបែបហ្នឹងតើវាប៉ះពាល់អ្វីខ្លះទៅដល់ម្ចាស់ page ទៅដល់ account Facebook បាទអញ្ចឹងតោះឥឡូវមុននឹងខ្ញុំចូលទៅដល់ប្រសេសទាំង3នេះខ្ញុំសូមបង្ហាញបងប្អូនពីរបៀបឆែកមើលដើម្បីធ្វើម៉េចឲ្យយើងដឹងថា page យើងវាស្ថិតនៅក្នុងពណ៌អីគេអញ្ចឹងដើម្បីឆែកឲ្យបានបងប្អូនចាប់ដើមចូល account Facebook បែបនេះមកដំបូងបងប្អូនមាន account Facebook មួយអញ្ចឹងមកអញ្ចឹងពេលបងប្អូនចូល account Facebook ឈើលើ account Facebook របស់បងប្អូនហើយបងប្អូនត្រូវតែទៅឈើទៅលើ page របស់បងប្អូនមួយដើម្បីធ្វើការឆែកមើលអញ្ចឹងនេះជា page របស់ខ្ញុំខ្ញុំឈើទៅលើ page នឹងមួយអញ្ចឹងទៅអញ្ចឹងពេលដែលខ្ញុំឈើលើ page នឹងហើយទៅខាងស្ដាំដៃនេះបងប្អូនមើលកន្លែង track 3នេះចុច3បងប្អូនចុចវាមួយមកហើយបន្តមកទៀតបងប្អូនធ្វើការអស់រកកន្លែងគេដាក់ថាpage status បាទអញ្ចឹងចុចទៅលើ page status នឹងមួយមកវានឹងបង្ហាញបងប្អូនហើយវានឹងចូលទៅដល់កន្លែងដែលយើងត្រូវទៅជែកគ្នានោះតែម្ដងអញ្ចឹងនេះអញ្ចឹងអានេះគឺរបៀបនៃការចូលមើលបាទមើលតើ page របស់យើងអីមិនទេណាអញ្ចឹងអានេះគឺយើងអាចមើលទៅលើ account របស់យើងគឺដូចគ្នាចុចអាកន្លែង track 3ចុច3នឹងដូចគ្នាដែរវាអត់ខុសគ្នាទេអញ្ចឹងខ្ញុំឧទាហរណ៍ page នេះមួយទៀតនេះ page របស់ខ្ញុំគឺសុខភាពរបស់វាគឺធម្មតាទេហើយ page នេះសុខភាពរបស់វាគឺមិនធម្មតាអញ្ចឹងដើម្បីចូលមើលគឺបងប្អូនចុចតែ3នេះមកនេះ page status វាលុបពណ៌បៃតងខណៈលុបពណ៌បៃតងនេះមានន័យថា page របស់យើងគឺអត់មានបញ្ហាអីទេគឺអាចនិយាយបានថាមនុស្សដែលមានសុខភាពល្អអញ្ចឹងណាបាទអញ្ចឹងយើងចូលទៅដល់ page របស់យើងវិញតាក់ទងជាមួយនឹង page មួយនេះមូលហេតុអីបានវាចេញខំបែបហ្នឹងអញ្ចឹងតាក់ទងពីមូលហេតុមានច្រើនខ្ញុំរើសតែប្រហែលចំណុចទេដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចង់បានលម្អិតខ្លាំងបងប្អូនអាចទៅមើលជាមួយនឹងគោលនយោបាយរបស់ Facebook បានហើយនេះគឺខ្ញុំបង្ហាញតែគោលការណ៍ឬក៏គោលនយោបាយដែលវាងាយនឹងរងផលប៉ះពាល់ដែលយើងប្រព្រឹត្តវាទៅមិននឹងខ្លួនមានន័យថាយើងធ្វើវាហើយតែយើងមិនដឹងថាអាកន្លែងហ្នឹងវាខុសទេតាមជាក់ស្ដែងវាខុសតែយើងធ្វើវាអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់ page យើងអញ្ចឹងខ្ញុំសូមលើកនៅចំណុចទី1តាក់ទងអំពីការផុសវីដេអូដែលមានជាមួយនឹងplay ដែលមិនមែនជាកម្មសិទ្ធិរបស់យើងអញ្ចឹងអានេះវាជាប់ជាមួយវាជាប់copyright strict ណាហ្នឹងអញ្ចឹងកាលណាជាប់ម្ដងអត់សូវអីទេជាប់2ដងក៏អត់សូវអីដែរជាប់3ដងអត់សូវអីទេតែបើសិនជាករណីជាប់ញឹកញយពេកអាហ្នឹងធ្វើឲ្យ Facebook ចាប់ហើយដោយសារអីដោយសារយើងយកចម្រៀងរបស់គេយកមកដាក់នៅក្នុងវីដេអូផុសរបស់យើងវីដេអូបួសរបស់យើងដែលចម្រៀងនោះម្ចាស់សម័យខ្លួនរបស់គាត់ផ្ទាល់គាត់អត់ដឹងទី1ទី2ចម្រៀងមួយហ្នឹងគឺជាចម្រៀងដែលសម័យខ្លួនគាត់លក់ឬក៏បាត់ភ្លេងដែលសម័យខ្លួនគាត់លក់យើងយកមកប្រើប្រាស់ដោយ free ចេះគឺអត់បានទេអញ្ចឹងវានឹងជាប់អានឹងមួយហើយកន្លែងហ្នឹងណាពីរតើតើអំពីវីដេអូដែលយើងធ្វើការផុសម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអញ្ចឹងមានន័យថារូបភាពឬក៏វីដេអូឧទាហរណ៍ថាបងប្អូនផុសគាត់រូបភាពហ្នឹងផុសចង់20 30ដងហើយនៅលើ page តែមួយទេអញ្ចឹងបងប្អូនប្រហែលជាធ្លាប់ធ្វើអីវីដេអូនេះយើងឃើញផុសនេះណាដើរល្អស្រាប់តែយើងយកមកផុសម្ដងទៀតមករយៈក្រោយយើងមកផុសម្ដងទៀតយូរទៅធ្វើឲ្យ Facebook ក៏វាចាប់ដែរហើយចាប់ហ្នឹងគឺចាប់ខុសគោលការណ៍របស់វាហើយព្រោះ Facebook វាអត់តម្រូវឲ្យយើងយកវីដេអូតដាមកផុសនៅលើ platform របស់វាទេអ្វីដែលវាចង់បានគឺការបង្កើតថ្មីអ្វីក៏ដោយឲ្យតែជាការបង្កើតថ្មីហើយស្របទៅតាមគោលនយោបាយរបស់ Facebook អាហ្នឹងគឺយកមកដាក់មកគឺអត់ខុសទេតែបើផុសរូបតដាវីដេអូតដាអាហ្នឹងប៉ះពាល់ហើយអាចនឹងជួបរឿងបែបនេះអាចនឹងជួបរិះបែបហ្នឹងកាត់ឡើងកន្លែងហ្នឹងណាបាទចំណុចទី3តាក់ទងអំពីបងប្អូនប្រើប្រាស់ពាក្យសម្អិចដែលនៅក្នុងវីដេអូរបស់បងប្អូនឬក៏នៅក្នុង caption របស់បងប្អូនឬក៏នៅក្នុងរូបភាពរបស់បងប្អូនពាក្យពេចន៍ហ្នឹងពាក្យបាច់មិនពាក្យពេចន៍បែបលួងលោមឲ្យគេនរណាម្នាក់ធ្វើអ្វីមួយទៅតាមយើងបែបភូតផលបែបកុហកអាហ្នឹងសិតតែចូលហើយសិតតែចូលគេចូលតាក់ទងជាមួយនឹងcommunity standard violation ហ្នឹងហើយបាទអញ្ចឹងសិតតែចូលហើយកណាចូលច្រើនដងពេកចូលទៅវាចាប់ដើមធ្វើឲ្យ page របស់យើងវាលោតកំហប់បែបហ្នឹងបាទចំណុចបន្តទៀតខ្ញុំភ្លេចហើយមិនថារាប់ចំណុចទីប្រហែលទេឥឡូវខ្ញុំបង្ហាញបន្តទៀតចំណុចបន្តទៀតតាក់ទងអំពីបងប្អូនយកវីដេអូរបស់បងប្អូន
thì tụ tới ở tay tại miền sầm ngày đi mình tha nhóm mình tha nẹt xây tiết có tay tại miền sợi muối cứ hai tha sợi âm ôนึงគឺអាចនិយាយឲ្យខ្លីគឺទិញ like ទិញ follower ទិញ share ទិញ view អញ្ចឹងបើសិនជាករណី Facebook ឆែកឃើញថាផុសរបស់បងប្អូន page របស់បងប្អូនគឺជា page ឬក៏គឺជាផុសដែលបាន view មកតាមរយៈគេហៅថា clickbait មានន័យថាមនុស្សអត់ចុចទេគឺប្រើ tool ជាអ្នកចុចជាអ្នកប្រើប្រាស់ជាអ្នកលេងជាអ្នកធ្វើអីទាំងអស់ឬក៏ប្រើ account spam account ចាំ account អីយកមកដែលខ្ញុំធ្លាប់តែនិយាយប្រាប់បងប្អូនថា account ចាំ account អីហ្នឹងណាយកមកប្រើប្រាស់ដើម្បីធ្វើការចុច like ចុច share អីចឹងទៅអញ្ចឹងកាលណាបងប្អូន Facebook ឆែកឃើញ page របស់បងប្អូនបែបនេះផុសរបស់បងប្អូនគឺមានបែបនេះគឺអានេះក៏ជារឿងមួយដែរដែលវាខុសជាមួយនឹងគោលការណ៍របស់ Facebook ដែរគឺវាអត់ឲ្យយើងធ្វើអញ្ចឹងទេកន្លែងហ្នឹងណាសូមបញ្ជាក់បងប្អូនហើយចំណុចចុងក្រោយតែប៉ិតមានច្រើនចំណុចទៀតតែខ្ញុំសូមនិយាយត្រួសប៉ុណ្្នឹងទេបងប្អូនចង់បញ្ជាក់បន្ថែមគឺមើលក្នុង policy របស់វាចំណុចចុងក្រោយដែលខ្ញុំចង់បង្ហាញគឺជាចំណុចមួយដែលពាក់ព័ន្ធជាមួយនឹង content ឬក៏មាតិកាដែលយើងធ្វើទៅប៉ះពាល់ជាមួយនឹងក្មេងឧទាហរណ៍បងប្អូនផុសវីដេអូគម្រាមកំហែងក្មេងគម្រាមកំហែងនរណាម្នាក់អញ្ចឹងណាអាចថាផុសជាប្រភេទរូបអាក្រាតកាយអញ្ចឹងទៅមានអាយអត់ខោចេញស្អីចឹងណាអាចតែពាក់ sexy ពេកអញ្ចឹងទៅអាហ្នឹងក៏វាចូលជាមួយនឹងគេហៅថា community standard violence នឹងដែរកន្លែងហ្នឹងណាអញ្ចឹងខុសប្រហែលចំណុចនេះបងប្អូនចំណាំមើលទៅពេលហ្នឹងវាអត់ចាប់ទេប៉ុន្តែពេលក្រោយនៅពេលដែល AI របស់ Facebook ចាប់បានបងប្អូនដឹងថាអូកន្លែងនេះខុសអូកន្លែងហ្នឹងមានបញ្ហាអញ្ចឹងត្រូវការដោះស្រាយហើយចំណាំមើលបងប្អូនកាលណាជាប់ពណ៌ក្រហមនេះគឺពិបាកក្នុងការដោះស្រាយមែនតើព្រោះដោយសារអីវាផុតបន្ទាត់សមត្ថភាពហើយអាចនិយាយបានថាបើសិនជាមនុស្សវិញណាដង្ហើមទឹកហើយកាលណាជាប់ពណ៌ក្រហមហ្នឹងណាសង្កត់ថាតែខ្យល់ឥឡូវនឹងមានតែកន្លែងហ្នឹងបាទតោះឥឡូវខ្ញុំបាននិយាយតទៅអំពីមូលហេតុហើយអញ្ចឹងយើងចូលតទៅជាមួយនឹងប្រសេសរបស់វាមុននឹងបងប្អូនចូលពណ៌ក្រហមហ្នឹងទី1បងប្អូនត្រូវវាមានពណ៌វាមានប្រមាណពណ៌នេះវាមានទាំងអស់វាមាន4ពណ៌អញ្ចឹងពេលដែលបងប្អូន page បងប្អូនមានសុខភាពល្អគឺ page បងប្អូនលោតកន្លែងនេះគឺលោតពណ៌បៃតងគ្រីសចេះបៃតងគ្រីសចេះមានន័យថាសុខភាពល្អអត់ដែលមានបញ្ហាអត់ដែលអីទេធ្វើអីមួយគឺអត់ដែលខុសគោលការណ៍របស់ Facebook ទេអញ្ចឹងវាលោតចេញពណ៌ហ្នឹងហើយបន្ទាប់ពីពណ៌ក្រហមមកសំទោសបន្ទាប់ពីពណ៌បៃតងមកអញ្ចឹងវានឹងលោតពណ៌លឿងម្ដងពណ៌លឿងនៅត្រង់ចំណុចណាពណ៌លឿងនៅត្រង់ចំណុចនេះតែបងប្អូនមើលឃើញនៅក្នុងកញ្ចក់អេក្រង់អញ្ចឹងគឺវាលោតចេញពណ៌លឿងបែបនេះសញ្ញាឧទានពណ៌លឿងអញ្ចឹងឧទានពណ៌លឿងបែបនេះក៏មិនទាន់មានបញ្ហាអីដែរគឺយើងអាចប្រើប្រាស់បានធម្មតាគ្រាន់តែថាវានឹងស្ទួកជាងពណ៌បៃតងបែបនេះចេញពណ៌លឿងហើយចប់ពីពណ៌លឿងវាចេញពណ៌ក្រហមពណ៌ក្រហមមានថាផុតហើយកន្លែងស្ទួកហើយអានឹងវាទៅជាដំណើរហើយកន្លែងហ្នឹងណាដំណើរហ្នឹងគឺមិនគឺបងប្អូនផុសអីមួយគឺអត់សូវមានអ្នកមើលឃើញទេ Facebook វាលែង recommend លែងអីហើយមុខងារមួយចំនួនដែលមាននៅក្នុង page ហ្នឹងជាទូទៅយើងប្រើបានក៏លែងប្រើបានដែរកន្លែងហ្នឹងណាបាទអញ្ចឹងពណ៌ក្រហមនេះវាបន្ទាត់ក្រហមដែរសិតនឹងទៅហើយបន្ទាប់ពីផុតពណ៌ក្រហមហើយបងប្អូនកន្លែងនេះវានឹងចូលទៅដល់ពណ៌ប្រផេះឬក៏ប្រផេះស្រាលអានេះខ្ញុំសុំហៅប្រផេះស្រាលចាស់ឬក៏ពណ៌នេះបងប្អូននេះពណ៌ស្មើនេះពណ៌ដាននៅលើនេះបងចេះណាពណ៌ហ្នឹងណាកាលណាវាចេញពណ៌នេះហើយគឺ page របស់បងប្អូនគឺគេហៅថា suspend ហើយ suspend ហើយគឺសង្កត់ថាអស់វិវត្តបាត់ហើយអញ្ចឹងមានន័យថា page របស់យើងនេះគឺឃើញតែយើងទេគឺអ្នកផ្សេងទៀតអត់ឃើញទេកាលណាវា suspend ហើយណាប៉ុន្តែបើសិនជាវានៅក្នុង rig បែបនេះឃើញដែរឃើញអ្នក like អ្នក follower ប៉ុន្តែឃើញហ្នឹងពីពីមុនគេអស់មើលទៅពេលដែលយើងផុសព្រាម alert ទៅដល់អ្នក follower និងអ្នក like របស់យើងប៉ុន្តែក្នុងពេលនេះគឺលែង alert លែងអីហើយបើគេអស់មើលទៅចំទៅបើគេអស់មើលចំទៅក៏អត់ទៅដែរកន្លែងហ្នឹងណាចេញពណ៌ហមហ្នឹងហើយពណ៌ប្រផេះពណ៌ប្រផេះស្រាលនេះគឺទៅហើយទៅសុកវិញហើយបញ្ជាក់បន្ថែមតើតើអំពីផលប៉ះពាល់នៅពេលដែល page របស់បងប្អូនវាលោតពណ៌ក្រហមនេះតើយើងត្រូវធ្វើរបៀបម៉េចហើយវាប៉ះពាល់ទៅដល់ page យើងអីខ្លះឥឡូវខ្ញុំសូមនិយាយតើតើអំពីផលប៉ះពាល់អញ្ចឹងបើសិនជា page របស់បងប្អូនវាលោតពណ៌ក្រហមបែបនេះទី1 account របស់បងប្អូន50ពេលនឹងប៉ះពាល់អាចនឹង restrict រយៈពេលកំណត់ណាមួយដែលវាអត់ឲ្យយើង boost ទេកន្លែងហ្នឹងណាហើយ page របស់យើងហ្នឹងនិយាយទៅអា boost ដែលកំពុងតែ run ស្រាប់ហ្នឹងគឺវានៅដំណើរការធម្មតាប៉ុន្តែ page ដែលនេះណាដែលយើងចង់បង្កើតថ្មីផុសបានធម្មតាតែបើយើងចង់បង្កើត campaign ថ្មីគឺក៏បង្កើតអត់បានទេ
lạiហ្នឹងណាកំភៃថ្មីយើងបង្កើតអត់បានទេអាហ្នឹងបើសិនកាលនេះវាបញ្ហាតែភ័យទេប៉ុន្តែបើសិនជាបញ្ហាទាំង account ទៀតអាហ្នឹងគឺ stop ទាំងអស់ហ្មងវាមានន័យថា ad របស់បងប្អូនគឺ disable account ដែលជា admin នៅក្នុង page ហ្នឹងគឺ disable ហើយគឺអត់អាចដកចេញក៏មិនបានដាក់ចូលក៏មិនបានធ្វើអីក៏មិនកើតដែរអញ្ចឹងមានន័យថា account ទៀត account មួយនេះអញ្ចឹងគឺវា disable អញ្ចឹងគឺវាអត់ទៅណារួចទេវាតើវា restrict ណាសំដៅវា restrict យើងជា admin នេះវាគាត់ថា restrict ទេប៉ុន្តែដល់ page វាចូល reach អញ្ចឹងទៅ restrict គឺអត់ធ្វើអីអត់បានទេទៅតាមរយៈពេលដែល Facebook កំណត់អញ្ចឹងទៅ account ខ្លះមួយខែ account ខ្លះមួយសប្តាហ៍ account ខ្លះ2ខែ account ខ្លះ3ខែទៅតាមកំហុសទៅតាមបញ្ហាជាក់ស្ដែងដែល page នេះវាកើតមាននេះបញ្ហាជាក់ស្ដែងអញ្ចឹងទៅអាហ្នឹងទី1ទី2ធ្វើឲ្យ page របស់យើងនេះលែងសូវមានអ្នកមើលច្រើនទៀតហើយដូចខ្ញុំនិយាយពីដើមដែរអញ្ចឹងណាគឺលែងសូវមានអ្នកចូលមើលទៀតហើយមួយទៀតយើងបាត់បង់មុខងារពិសេសដែល Facebook ឲ្យយើងគឺមុខងារបើករលុយហើយនឹង recommend គឺយើងបាត់បង់មុខងារមួយហ្នឹងហើយអញ្ចឹង page របស់យើងហ្នឹងគឺលែង recommend លែងអីហើយផុសទៅក៏ឃើញអ្នកខ្លះក៏អត់អីចឹងទៅហើយបញ្ហាបងប្អូនមើលនេះពាក្យច្រើនវាចាប់មិនមែនផុសភ្លាមបញ្ហាភ្លាមទេអាចមួយខែពីរខែឬក៏មួយឆ្នាំក៏មានដែរហើយខ្ញុំសូមបញ្ជាក់ផងដែរតែទៅមួយបញ្ហាហ្នឹងពេលដែលបងប្អូនចុចលើissue នឹងកើតឡើងអញ្ចឹងណាបងប្អូននឹងអត់ចេញបែបផែនរបស់ខ្ញុំនេះទេបងប្អូននឹងឃើញជាតម្រង់បែបនេះខ្ញុំអត់មានកុំព្យូទ័របញ្ជាក់ថាអញ្ចឹងក៏ខ្ញុំយកដឹងមកអញ្ចឹងបងប្អូនមានរៀននឹងចេញជាតម្រង់បែបនេះអានេះវាដាក់ដូចជា180ថ្ងៃដំបូងណាវាឲ្យយើងចរចាឲ្យយើងដោះស្រាយឲ្យយើង appeal 100 refresh review វា180ថ្ងៃអញ្ចឹងក្នុង180ថ្ងៃនេះបើសិនជាយើង refresh review ទៅវា check មើលទៅនៅតែបញ្ហារបស់យើងគឺខូចហើយវាចូលដំណាក់កាលត្រឹមត្រូវហើយដែលវាដាក់ឲ្យយើងពណ៌ក្រហមហ្នឹងអញ្ចឹងកន្លែងនេះក៏ខ្ញុំសូមបញ្ជាក់ដែរប៊ូតុង request review នេះដូចខ្ញុំបង្ហាញបងប្អូននៅក្បាលវីដេអូអញ្ចឹងបើសិនជាយើងមិនច្បាស់ថាអ្វីដែលយើងធ្វើនេះវាលក្ខណៈថាវាត្រឹមត្រូវបើយើងច្បាស់ថាវាត្រឹមត្រូវយើងចុច request review ហ្នឹងទៅប៉ុន្តែបើសិនជាបងប្អូនរៀនអកសើដែរទេបងប្អូនត្រូវរៀបចំផ្លូវក្រោយមួយទៀតបាទអញ្ចឹងតើតើជាមួយរបៀបរៀបចំផ្លូវក្រោយបងប្អូនអាចឆាតសួរមកខ្ញុំផ្ទាល់ក៏បានដែរកន្លែងហ្នឹងណាតើយើងត្រូវរៀបចំមិនបងបើសិនករណីខ្ញុំខ្លាច over អត់ច្បាស់ដែរលោចាប់ត្រូវទៅចំណាយយើងកន្លែងនេះណាកន្លែងប៊ូតុងនេះបើសិនជាយើងចុចអត់ស្រួលទេគឺនឹងខូចហើយ page ហ្នឹងបាទអូខេឥឡូវតាក់ទងជាមួយនឹងវីដេអូអ្វីខ្ញុំចង់និយាយគឺមានតែប៉ុណ្្នេះទេហើយចូលឈិន20នាទីហើយអញ្ចឹងវារៀងច្រើនដែរអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះហើយបើមានអីជាចំណងបន្ថែមអាចសាកសួរខ្ញុំបានខ្ញុំថាវីដេអូនេះនឹងផ្ដល់ជាចំណេះដឹងទៅដល់បងប្អូនទាំងអស់គ្នាហើយបើសិនជាមានបញ្ហាដែលដោះស្រាយអត់ចេញនៅខ្លួនឯងបងប្អូនអាចឆាតមកខ្ញុំបានតាម